ក្នុងកំឡុងពេលនិងស្ថានភាពដែលខុសគ្នាមនុស្សភាគច្រើនមើលឃើញសម្ព័ន្ធភាពផ្ទាល់ខ្លួនរបស់យើងក្រុមការងាររបស់យើងក្រុមហ៊ុនរបស់យើងឬរដ្ឋាភិបាលរបស់យើងតាមរយៈវ៉ែនតាមួយក្នុងចំណោមវ៉ែនតាពីរប្រភេទនោះគឺការទុកចិត្តយ៉ាងងងឹតងងល់ឬក៏ការសង្ស័យពេលខ្លះអារម្មណ៍របស់យើងអាចមានទំនោរទៅលើការពាក់វ៉ែនតាទាំងពីរប្រភេទវ៉ែនតាទាំងនេះត្រូវបានបង្កើតឡើងដោយកត្តាជាច្រើនយ៉ាងមានទាំងវិធីដែលឪពុកម្ដាយមើលឃើញពិភពលោកមួយដោយទស្សនៈមួយឬទស្សនៈរបស់យើងដែលមានចំពោះពួកគាត់រហូតទៅដល់បទពិសោធន៍នៅក្នុងជីវិតផ្ទាល់ខ្លួននិងតួនាទីការងាររបស់យើងមនុស្សម្នាដែលយើងមានសម្ព័ន្ធភាពជាមួយរួមទៅដល់អ្វីដែលយើងបានអានបានមើលនិងបានស្ដាប់យ៉ាងណាក្ដីមនុស្សភាគច្រើនមិនដែលដឹងទេថាខ្លួនកំពុងតែពាក់វ៉ែនតាទាំងនេះយើងគិតថាខ្លួនឯងមើលឃើញពិភពលោកដូចអ្វីដែលវាមានជំនួសការដែលយើងមើលឃើញដោយវ៉ែនតាដែលយើងកំពុងតែពាក់អ្វីដែលសំខាន់នោះគឺយើងមិនដែលដោះវ៉ែនតានោះចេញហើយគិតបន្តិចមើលថាវ៉ែនតាមានឥទ្ធិពលចំពោះយើងយ៉ាងដូចម្ដេចខ្លះឬពិភពលោកទៅជាយ៉ាងណាបើយើងបដូរទៅតាមវ៉ែនតានោះនៅក្នុងសិក្ខាសាលាយើងតែងលើកយកបទពិសោធន៍របស់ Steven ពេលដែលគេមកសម្រាកនៅក្នុងរដ្ឋ Montana មកនិយាយ Steven ការក្រៀមមួយខ្ញុំជួលមនុស្សឲ្យនាំផ្លូវទៅស្ទូចត្រីពេលកំពុងស្ទូចត្រីគេសួរខ្ញុំថាតើលោកឃើញអ្វីខ្លះដែរខ្ញុំឃើញទន្លេដ៏ស្រស់ស្អាតហើយចុះត្រីលោកមានឃើញទេមិនឃើញទេបន្ទាប់មកគេប្រាប់ឲ្យខ្ញុំពាក់វ៉ែនតាការពារកម្ដៅថ្ងៃភ្លាមនោះគ្រប់យ៉ាងមើលទៅខុសពីមុនខ្ញុំមើលធ្លុះទៅក្នុងបាតទឹកបានហើយខ្ញុំក៏មើលឃើញត្រីយ៉ាងច្រើនស្របគ្នានោះខ្ញុំក៏បានឃើញឱកាសដ៏ច្រើនមហាសាលដែរត្រីនៅត្រង់នោះគ្រប់ពេលវេលាតែវាដូចជាកំពុងតែលាក់ខ្លួនរហូតទាល់តែខ្ញុំយកវ៉ែនតាពិសេសឡើងមកពាក់ទើបឃើញវាអ្នកអាចមើលវីដេអូដែល Steven និយាយរឿងក្នុងសិក្ខាសាលាបាននៅក្នុង website smartrustbook.com វ៉ែនតានៃការជឿទុកចិត្តទាំងងងឹតងងល់បើនិយាយនៅក្នុងន័យទូទៅប្រៀបបានទៅនឹងមនុស្សដែលឆាប់ជឿសម្ដីគេជឿគ្រប់គ្នាជឿគ្រប់យ៉ាងជឿដោយខ្វះការពិចារណាពេលខ្លះការជឿទុកចិត្តទាំងងងឹតងងល់ក៏ងាយនឹងកើតឡើងសម្រាប់យើងគ្រប់គ្នាដោយដែល Eric Ursulaner សាស្ត្រាចារ្យមហាវិទ្យាល័យ Maryland បញ្ជាក់ថាយើងអាចនឹងមិនបានកើតមកដើម្បីទុកចិត្តអ្នកណាតែអារម្មណ៍នៅក្នុងការផ្ញើសេចក្តីទុកចិត្តរបស់យើងជាមួយនឹងអ្នកផ្សេងចាប់ផ្ដើមតាំងពីជីវិតយើងចាប់កំណើតមកម្លេះមិនចាំបាច់សង្ស័យថាក្មេងៗភាគច្រើនឆាប់ទុកចិត្តទៅលើអ្នកផ្សេងរហូតពេលធំឡើងទោះជាធ្លាប់ឆ្លងកាត់បទពិសោធន៍អាក្រក់ព្រោះតែការជឿទុកចិត្តទាំងងងឹកងងល់តែតាមការពិតទៅមនុស្សភាគច្រើនសុទ្ធតែចង់ទុកចិត្តអ្នកដទៃយើងចង់ជឿថាអ្នកដឹកនាំរបស់យើងនឹងធ្វើតាមអ្វីដែលពួកគេសន្យាយើងចង់ជឿថាមិត្តរួមការងាររបស់យើងមានបំណងល្អនិងស្មោះត្រង់ចំពោះយើងជឿថាឱកាសការបណ្ដាក់ទុនថ្មីនឹងផ្ដល់ផលប្រយោជន៍ខ្ពស់ដែលមានហានិភ័យទាបជឿថាជាគូជីវិតឬដៃគូភាគហ៊ុនរបស់យើងនឹងមានពាក្យអធិប្បាយដែលមានហេតុផលថាហេតុអ្វីបានជាពួកគេធ្វើទង្វើដែលមិនគួរឲ្យទុកចិត្តសោះដោយសារតែការចង់បាននោះហើយទើបយើងមិនបានចាប់អារម្មណ៍ផុសតាងដែលបញ្ជាក់ដោយប្រយោគមួយឃ្លានិយាយថាអ្វីក៏ដោយដែលយើងចង់បានបំផុតវានឹងធ្វើឲ្យយើងងាយនឹងជឿគេជាទីបំផុតហើយការខាតបង់ដែលកើតឡើងវាធ្ងន់លើសពីការរំពឹងទុកបើយើងជឿនរណាម្នាក់ទាំងងងឹតងងល់នោះយើងនឹងក្លាយទៅជាមនុស្សល្ងង់ឲ្យគេបោកប្រាស់បានយ៉ាងងាយស្រួលធ្វើជឿទុកចិត្តទាំងងងឹតងងល់ជាហេតុផលមួយដែលធ្វើឲ្យ Benny Madoff អាចបោកលុយរបស់អ្នកវិនិយោគបានរាប់ពាន់លានដុល្លារធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ប្រាក់ដែលសន្សំមកស្ទើរពេញមួយជីវិតបង្កការខាតបង់ដល់មូលនិធិសប្បុរសជាច្រើនកន្លែងក្រោយពីគេសារភាពថាបានធ្វើខុស
ពិតប្រកបតាមការចោទប្រកាន់ពីបទឆបោកម៉ាដូបានប្រាប់ថាគណៈកម្មការគ្រប់គ្រងមូលបត្រនិងទីផ្សារអចលនទ្រព្យឬ SEC Securities and Exchange Commission គឺពួកគេជឿជាក់ទៅលើខ្លួនឯងជ្រុលហើយបុគ្គលិកត្រួតពិនិត្យរបស់ SEC គឺមិនដែលសុំភស្តុតាងអ្វីដើម្បីត្រួតពិនិត្យភាពត្រឹមត្រូវនៃមុខជំនួញរបស់ពួកគេដែរជាពិសេសទៀតនោះបុគ្គលិកបញ្ជីរបស់ Mados ក៏មិនដែលត្រួតពិនិត្យមុខជំនួញរបស់គេជាផ្លូវការម្ដងណាឡើយអ្នកអង្កេតការណ៍ជាច្រើនអ្នកជឿថាវិបត្តិហិរញ្ញវត្ថុនៅទូទាំងសកលលោកកើតឡើងដោយសារតែអតិថិជនជឿជាក់ទៅលើមុខជំនួញផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះក្នុងប្រទេសអាមេរិកជ្រុលដោយមិនមានការត្រួតពិនិត្យឲ្យបានល្អិតល្អន់ទើបធ្វើឲ្យការរំលោភសេចក្តីទុកចិត្តមុននឹងពពុះសាប៊ូនៅក្នុងវិស័យជំនួញលំនៅឋានคล้ายទៅជាវិបត្តិដ៏ធ្ងន់ធ្ងរស្របពេលគ្នានោះអ្នកអង្កេតការណ៍ដទៃទៀតបែរជាដាក់បន្ទុកទៅលើអតិថិជនដែលជឿយ៉ាងងងឹតងងល់ចំពោះស្ថាប័នហិរញ្ញវត្ថុមួយចំនួនដូចជាអ្នកជំនួញដូរភាគហ៊ុន Nick Leeson ដែលបានទទួលការទុកចិត្តពីធនាគារ Barings ធនាគារដែលមានអាយុកាលវែងបំផុតនៅប្រទេសអង់គ្លេសឲ្យគេធ្វើតួនាទីជំនួសក្នុងឋានៈជាអ្នកគ្រប់គ្រងផ្នែកទីផ្សារមូលបត្រនិងជាអ្នកគ្រប់គ្រងផ្នែកទូទាត់តម្លៃអចលនទ្រព្យជាតំណែងពីរដែលត្រូវធ្វើការងារដាច់ដោយឡែកពីគ្នាដើម្បីមានអំណាចគ្រប់គ្រងនៅក្នុងការត្រួតពិនិត្យតែការទិញលក់យកចំណេញលើសពីសិទ្ធិអំណាចដែលបានទទួលបានធ្វើឲ្យធនាគារ Barings ជួបនៅអវសានធ្វើឆបោកស្របច្បាប់ឬ Ponzi scheme បានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរចំពោះប្រទេសផ្សេងៗទូទាំងពិភពលោកគិតជាលុយមិនតិចជាង 2.900 ម៉ឺនលានដុល្លារក្នុងមួយឆ្នាំទេដោយ 88% ដែលពាក់ព័ន្ធត្រូវចាញ់បោកល្បិចបោកប្រាស់ស្របច្បាប់នេះមួយលើកជាពីរលើកលោក Warren Buffett និយាយថាទម្រាំតែអ្នកដឹងថាអ្នកណាស្រាតខោអាវងូតទឹកលុះត្រាតែទឹកនោះស្រកសិននេះហើយជាលទ្ធផលនៃការទុកចិត្តទាំងងងឹតងងល់តែពេលខ្លះការទុកចិត្តដោយមិនគិតមុខក្រោយមើលទៅវាហាក់ដូចជាបានផលដូចគ្នាអត្ថបទកាសែត New York Post ប្រចាំខែសីហាឆ្នាំ2010បានសរសេររឿងរ៉ាវបុរសខ្ចាត់ព្រាត់ដែលដើរចូលទៅរកអ្នកគ្រប់គ្រងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយកន្លែងនៅក្នុងហាងអាហារម្ដុំ Sahos South of Houston ដើម្បីសុំលុយទៅរកទិញភេសជ្ជៈពៅកម្លាំងអ្នកគ្រប់គ្រងម្នាក់នោះប្រាប់ថានាងគ្មានលុយរាយមានតែកាតក្រេឌីតនៅជាប់ខ្លួនតែប៉ុណ្ណោះពេលស្ដាប់ឮដូច្នេះបុរសខ្ចាត់ព្រាត់ម្នាក់នោះក៏សួរទៅវិញថាតើខ្ញុំអាចខ្ចីកាតក្រេឌីតហើយទិញរបស់បន្ថែម2-3មុខទៀតបានដែរឬទេអ្នកគ្រប់គ្រងស្រីសួរថាតើខ្ញុំអាចទុកចិត្តលោកបានដែរទេប្រកាសណាស់ខ្ញុំជាមនុស្សស្មោះត្រង់ម្នាក់នោះឆ្លើយតើបអ្នកគ្រប់គ្រងស្រីហុចកាត American Express ឲ្យបុរសនោះអ្នកដែលឃើញហេតុការណ៍នាំគ្នាគិតថានាងច្បាស់ជាឈួតហើយដែលហុចកាតក្រេឌីតឲ្យទៅបុរសម្នាក់នោះហើយសួរនាងថាតើអ្នកស្រីមិនខ្លាចគេយកកាតក្រេឌីតទៅបាត់ហើយមិនយកមកវិញទេឬតែប្រហែល10នាទីក្រោយមកបុរសចាត់ព្រាត់ម្នាក់នោះក៏ធ្វើឲ្យគ្រប់គ្នាប្លែកចិត្តពេលដែលគេត្រឡប់មកវិញដោយមានកាតក្រេឌីតនៅក្នុងដៃនិងផលិតផលបំបត្តិក្លិនកាយសាប៊ូដុសខ្លួនបារីមួយកញ្ចប់និងផលិតផលពៅកម្លាំងដែលទិញអស់ជាង$25ខណៈដែលហុចកាតក្រេឌីតឲ្យអ្នកគ្រប់គ្រងស្រីវិញគេនិយាយថាអរគុណដែលទុកចិត្តលើខ្ញុំការទុកចិត្តលឿនដូចក្នុងឧទាហរណ៍ខាងលើคล้ายទៅជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នកឲ្យនិងអ្នកទទួលហើយពេលខ្លះអាចជាមេរៀនដ៏ល្អសម្រាប់បង្រៀនដល់អ្នកដទៃទៀតផងយ៉ាងណាក្តីការឆាប់ជឿទុកចិត្តគេបែបនេះគឺជារឿងប្រថុយប្រថាននិងមិនមែនជាវិធីដែលគួរយកមកប្រើនៅក្នុងសង្គមដែលគ្មានទំនុកចិត្តទាបដូចបច្ចុប្បន្ននេះទេ